យើងត្រូវយល់នឹងគឺត្រូវជាអ្នកពន្លត់នៅភ្លើងគឺសេចក្តីក្រោធទាំងនឹងដល់ទៅពេលអញ្ចឹងទៅគឺវិវាទការឆ្លោះទោះតេងនឹងឯងគឺมันអាចកើតឡើងបានទេទាំងហើយយើងដោយច្រើនគឺมันសូវជាមានគំនិតកើតឡើងដើម្បីនឹងរំលត់នឹងឬក៏ថាពន្លត់នៅការវិវាទនេះទេនឹងយើងច្រើនតែឃើញម្នាក់ហ្នឹងគឺថាមានបញ្ហាចេញមកតាមផ្លូវកាយតាមផ្លូវវាចាមានសភាពក្រោធក្រៀតទំនោរនឹងឲ្យកើតនៅចំនួនហើយនឹងយើងអត់មានគំនិតអ្វីមួយដើម្បីនឹងថាធ្វើឲ្យមានការស្ងប់រងាប់ទៅវិញគឺអត់ទេនឹងយើងច្រើនតែកាន់យកអាសុភាពនៃបុគ្គលនឹងដែលស្ថិតនៅឯផ្អែបសេចក្តីក្រោធនឹងឯងក៏កាន់យកមកហើយញ៉ាំងវិវាទឲ្យកើតឡើងទៅអានឹងពីព្រោះខ្វះការពិចារណាចឹងទៅបានព្រះអង្គទ្រង់ត្រាស់សម្ដែងវិវាទទាំងភយតោទិស្វានឹងអវិវាទទាំងចក្ខេមតោទាំងនឹងក៏បីឃើញនៅវិវាទថាជាភ័យហើយឃើញការមិនវិវាទនេះឯងថាជាគុណជាតិដ៏ផ្សេងទាំងគុណចាស់ញាតិញោមពុទ្ធបរិស័ទត្រូវបានយល់ថានៅក្នុងសង្គមគ្រួសារភរិយាស្វាមីនៅក្នុងសង្គមវង្សត្រកូលណាមានបងប្អូនមេដាបៃតាហើយនឹងពពួកញាតិនឹងគឺថាកាលណាដែលមានការឆ្លោះទោះតេងគ្នាហើយនោះនឹងវិវាទនេះឯងគឺតែងតែបើកកកាយនៅរឿងអាកំបាំងនៃគ្នានឹងគ្នាទៀតនឹងអ្វីដែលជារឿងគួរឲ្យអៀនខ្មាស់នឹងអ្វីដែលជារឿងមិនល្អនឹងឯងក៏កកោកកាយលើកយកមកប្រាប់អ្នកដតីអស់ហើយនឹងប្រៀបឧបមាដូចជាក្រងោកទេណាសត្វក្រងោកនៅពេលដែលវាពេនពងទេណានឹងនៅពេលដែលវាពេនពងចឹងទៅគឺថាណាវាចេញនៅអវ័យនៅក្នុងបៃដកហ្នឹងលោកថាវាចេញនៅគេខ្មាស់នឹងអស់ហើយនឹងនៅពេលដែលវាពេនពងហ្នឹងសត្វក្រងោកទេហើយដល់ទៅពេលយើងនៅពេលដែលឆ្លោះតោះតេងគ្នាអវ័យក៏ចេញមកអស់ដែរហ្នឹងហើយអ្វីដែលធ្លាប់តែប្រព្រឹត្តទៅជារឿងអាកំបាំងនឹងជារឿងដែលខ្មាស់អៀនទៅអ្នកដតីអីហ្នឹងក៏ត្រូវចេញមកអស់ហើយទៀតអញ្ចឹងទៅបានព្រះអង្គសម្ដែង